មានសិលគេមានចិត្តល្អហើយស្រាប់តែឃើញថាអូទៀនក៏អញបានធ្វើសិលក៏អញបានធ្វើសេចក្តីល្អក៏អញបានធ្វើហើយអញ្ចឹងធម៌ដែលនាំមនុស្សម្នាក់ឲ្យទៅកើតទេវតាគាត់ធ្លាប់ធ្វើអញ្ចឹងឥឡូវអញនេះក៏កំពុងធ្វើសេចក្តីល្អនឹងដែរស្រាប់តែត្រេកអរកើតបស្សទ្ធិនិងបាមកជានៅក្នុងចិត្តនេះគឺជាលក្ខណៈនៃការរលឹកទេវតាមិនមែនរលឹកទេវតាទៅឲ្យទេវតាជួយទេទេវតាគ្រាន់តែជាកំណើតមួយមានបុណ្យផ្សេងអញ្ចឹងទៅដូចគ្នានឹងយើងឃើញគេអ្នកមានតាមដងផ្លូវចឹងយើងទៅឃើញគេមានឡានជិះឃើញគេមានវីឡាឃើញគេមានសន្តាគារមានជារឿងរបស់គេវាអត់អាចគេមកជួយយើងឲ្យបាត់ក្រយ៉ាងម៉េចទេគ្រាន់តែយើងត្រេកអរនឹងសេចក្តីសុខរបស់គេមកពីគេមានបុណ្យបានជាគេបានអញ្ចឹងតែប៉ុណ្្នឹងចប់អត់មានត្រូវទៅចំណែនគេអត់មានត្រូវទៅចង់បានរបស់គេទេយ៉ាងណាចំពោះទេវតាក៏ដូចគ្នាចឹងដែរគេបានបុណ្យអញ្ចឹងគេកើតទេវតាជារឿងរបស់គេទេវតាក៏មិនអាចជួយគ្នាបានដែរឧទាហរណ៍ខោសកៈកោខេតកៈណាកោខេតកៈឪពុករបស់កោខេតកៈហ្នឹងគាត់សម្លាប់គោចិញ្ចឹមកូនឃើញទេឃើញបាបដោយសារកូនទៀតសម្លាប់គោចិញ្ចឹមកូនលក់គោនឹងចិញ្ចឹមកូនដល់ពេលគាត់ស្លាប់គាត់ធ្លាក់នរកដល់សពថ្ងៃនេះអត់តន់ងើបទេ2000ឆ្នាំជាងអត់តន់ងើបមកវិញទេណាចំណែកកូនរបស់គាត់ក្រោយមកបានស្ដាប់ធម៌ព្រះអង្គសម្រេចដល់អនាគាទៅកើតជាព្រំមកជាមហាព្រំមកសួរថាកូនហើយឪជួយគ្នារួចទេជួយមិនរួចទេឲ្យតែបែកគ្នាគឺជាអ្នកដតីទាំងអស់អញ្ចឹងបានជាយើងកុំប្រកាន់មមពេកណាញាតិញោមយើងទៅតែជួបកូនជួបចៅជាតិនេះពីមុនមិនដឹងជាស្អីនឹងគ្នាទេអស់ពីជាតិនឹងទៅជាតិក្រោយអ្នកដតីទាំងអស់តែលាពីជាតិនេះគឺអ្នកដតីទាំងអស់ចឹងណាប្តីប្រពន្ធក្រោយទៅជាតិក្រោយអ្នកដតីទាំងអស់កូនក៏អ្នកដតីដែរតែសន្មត់តែត្រឹមជួបគ្នាជាតិនឹងមកពេលមកគ្រាតែប៉ុណ្ណោះមិនចាំបាច់ដល់ទៅងាប់បែកគ្នាទេសូម្បីតែយើងកើតមកកូនភ្លោះជាមួយគ្នាបើគេយកទៅនៅបែកគ្នាអស់20 30ឆ្នាំក៏អត់ស្គាល់គ្នាដែរមិនបាច់ចាំឆ្លងជាតិទេមិនបាច់ប្រាថ្នារជួបក្រោយជួបគ្នាទៀតជាតិក្រោយជួបគ្នាទៀតអាជាតិនឹងកើតកូនភ្លោះក៏ដោយតែបែកគ្នាតែ30ឆ្នាំស្គាល់គ្នាអត់ស្គាល់អត់មិនស្គាល់ទេខ្វះអីអ្នកបែកគ្នាសម័យពលពតមិនតន់ស្លាប់ទាំងសងខាងប៉ុន្តែជាអ្នកដតីខ្លះនោះឆ្លោះគ្នាកាប់គ្នាទីបំផុតដល់កាប់ម្នាក់ងាប់អីបានដឹងថាបងប្អូនណាហ្នឹងចឹងកាលដែលស្រុកយើងមិនតន់សន្តិភាពមួយខាងធ្វើទាហាននៅក្នុងព្រៃមួយខាងទៀតទាហាននៅក្នុងស្រុកបាញ់គ្នាឪពុកកូនបាញ់គ្នាងាប់ហើយបានដឹងនឹងមិនតន់ចែកឋានផងក៏វាលែងស្គាល់គ្នាបាត់ទៅហើយចុះតម្រុំទៅក្រោយពីងាប់វាមិនអ្នកដតីមិនចឹងអ្នកដតីអត់អ្នកដតីឥឡូវអ្នកណាយកប្តីវិជាតិមុនមកខ្លះហើយញាតិញោមយកកូនវិជាតិមុនមកខ្លះចឹងមិនថាដំណើរជីវិតគ្រាន់តែមួយគ្រាមួយកាលប៉ុណ្ណោះយើងជួបគ្នាក៏សន្តោសគ្នាមានមេត្តាដល់គ្នានឹងគ្នាប៉ុន្តែកុំភ្លេចថាយើងនឹងមានពេលលាគ្នាទៅវិញជាមួយនឹងពេលវេលាដែលយើងត្រូវលាគ្នាសូមកុំសន្សំពីវេរាយើងមកជាតិនេះយើងជួបគេស្អប់ជួបគេជេរជួបគេបៀតបៀនកុំភ្លេចថាមកពីជាតិមុនយើងធ្វើអត់ល្អហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យជួបរបស់ទាំងអស់ហ្នឹងទៀតមិនត្រូវសន្សំពូជអាក្រក់ហ្នឹងតទៅទៀតទេត្រូវមានមេត្តាធម៌ត្រូវចេះសង្គ្រោះគ្នាត្រូវចេះមានមេត្តាដល់គ្នានឹងគ្នាដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់យើងជិតដល់ថ្ងៃវិសាខបូជាញាតិញោមដឹងទេដឹងទេដឹងអត់ទីវត្តហ្នឹងធ្វើអត់ធ្វើធំអត់ប៉ុណ្ណាទៅហ្នឹងហើយប៉ុនសាលាហ្នឹងធ្វើចាស់នៅពោធិ៍សាត់យើងក៏ធ្វើដែរអាត្មាធ្វើធំហើយព្រះសារីរិកធាតុផងប៉ុន្តែតាមវត្តធ្វើក៏ធ្វើទៅជីវិតរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គកើតមកគឺដើម្បីសត្វលោកចរិយារបស់ព្រះអង្គមាន3ទី1ហៅថាពុទ្ធត្ថចរិយាទី2ហៅថាញាតដ្ឋចរិយាទី3ហៅថាលោកដ្ឋចរិយាដោយសារព្រះអង្គមានចរិយាទាំង3នេះទើបព្រះអង្គទៅជាមនុស្សដ៏អស្ចារ្យប្រសិនបើព្រះអង្គមានតែ2គឺពុទ្ធត្ថចរិយាហើយនឹងញាតដ្ឋចរិយាអត់មានលោកដ្ឋចរិយាទេព្រះអង្គត្រូវសាបសូន្យរលាបអស់គ្មានពីណានឹកឃើញទេដូចពីព្រះបច្ចេកពុទ្ធចឹងព្រះបច្ចេកពុទ្ធក៏ជាមនុស្សសន្សំបារមីដែរគឺសន្សំបារមីដើម្បីឲ្យត្រាស់ដឹងរួចចាក់ផុតទុកដូចគ្នាប៉ុន្តែព្រះបច្ចេកពុទ្ធអត់ល្បីទេព្រះបច្ចេកពុទ្ធគ្មានអ្នកណាយកមកធ្វើសក្ការៈឬក៏ធ្វើរូបសំណាកទុកទេគ្មានអ្នកណាយកពាក្យព្រានបដៅរបស់បច្ចេកពុទ្ធយកមករៀនទេគឺយកតែពាក្យរបស់ព្រះសម្មាសម្ពុទ្ធណាគឺបត្រៃបិដកដែលយើងធ្វើនេះនឹងចឹងមនុស្សតែងតែចង់ឲ្យគេរាប់អាន
តែងតែចង់ឲ្យគេស្រឡាញ់ប៉ុន្តែមនុស្សដែលនៅក្នុងចិត្តអ្នកដទៃទុកដូចជាទេវតាបានទល់តែមនុស្សនឹងមានចំណែកចុងក្រោយដូចព្រះសម្មាសម្ពុទ្ធអញ្ចឹងទល់តែមានលោកកថាចរិយាគឺធ្វើអ្វីដើម្បីអ្នកដទៃណាដូចយើងមានលុយមានកាក់យើងយកមកធ្វើអណ្ដូងទឹកយើងធ្វើកម្ពីបត្រៃបិដកធ្វើអំពើជាប្រយោជន៍ដល់អ្នកដទៃអាហ្នឹងទៅគេនឹកឃើញយើងបើយើងមានតែឯងក៏វាមានតែក៏ប៉ុន្តែសម្រាប់អ្នកដទៃគេមិនទុកយើងដូចជាទេវតាទេណាមើលដូចជាអ្នកដឹកនាំឥឡូវយើងមិនបាញ់និយាយដល់ព្រះសម្មាសម្ពុទ្ធដោយមហាថ្មគន្ធាអ្នកដឹកនាំរបស់ឥណ្ឌាគេហៅថាជាអ្នកដឹកនាំក្រជាងគេបំផុតលើពិភពលោកខ្លួនគាត់មិនដែលស្លៀកពាក់ស្អាតទេប៉ុន្តែប្រធាននាយកធិបតីប៉ុណ្ណានេះបងកតែមួយដោះអាវដើរធ្វើអ្នកក្ររហូតប៉ុន្តែជាមហាវីរៈបរោះរបស់ឥណ្ឌាអាត្មាទៅឥណ្ឌានឹងមានស្ពានមួយប្រមាណ10គីឡូគេដាក់ស្ពានវីរៈបរោះមហាថ្មគន្ធាគេដាក់អញ្ចឹងគាត់មិនមែនអ្នកធ្វើទេប៉ុន្តែគាត់ស្លាប់ទៅគេធ្វើអីដាក់ឈ្មោះគាត់ធ្វើអីដាក់ឈ្មោះគាត់មកពីអីមកពីជីវិតគាត់នឹងធ្វើដើម្បីអ្នកដទៃទៅអ្នកដទៃនឹងគេនឹកឃើញវិញអញ្ចឹងមនុស្សយើងចង់ឲ្យគេគោរពចង់ឲ្យគេស្រឡាញ់វាទល់តែយើងបញ្ចូលសេចក្តីស្រឡាញ់នឹងទៅក្នុងអ្នកដទៃជាធម្មតាស្អីក៏ដោយវាឲ្យមានវាទល់តែយើងបញ្ចូលដូចលុយអញ្ចឹងណាបើយើងអត់បញ្ចូលលុយទេទូរស័ព្ទទេចេញទេអត់ទេធម្មតាហ្នឹងហើយយើងចង់ឲ្យវីដេអូចេញរូបមកទល់តែយើងថតមិនអញ្ចឹងបានវាចាក់មកចេញយ៉ាងណាមិញសេចក្តីល្អដែលអ្នកដទៃនឹងធ្វើចំពោះយើងវាទល់តែយើងបញ្ចូលសេចក្តីល្អនោះទៅដល់អ្នកដទៃធ្វើអ្វីឲ្យគេចងចាំធ្វើអ្វីឲ្យគេស្រឡាញ់នឹងទៅគេបញ្ចេញសេចក្តីស្រឡាញ់ឲ្យយើងវិញវាគ្រាន់តែជាបុព្វហេតុតាមពិតនៅពុទ្ធជនគ្មានអ្នកណាដែលឆ្លងរួចទេញាតិញោមនៅក្នុងបកាយថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឆ្លើយតបបញ្ហាទៅអាលវកយៈហ្នឹងសួរថាតើគេឆ្លងអន្លងបានដោយសារអ្វីព្រះអង្គឆ្លើយថាសទ្ធាយៈតរតិអោខំឆ្លងអន្លងបានដោយសទ្ធាហើយសទ្ធាហ្នឹងស្អីសទ្ធារបស់នរណាក្នុងព្រះអត្ថកថាប្រាប់ថាឆ្លងអន្លងបានមែនទែនទាល់តែសទ្ធារបស់ព្រះសោតាបានមែនណោះណានឹងដែលថាឆ្លងរួចប៉ុន្តែយើងកំពុងតែហែលចុះប៉ុន្តែអ្នកដែលឆ្លងរួចអំពីអន្លង់នឹងបានហ្នឹងដោយសទ្ធារបស់ព្រះសោតាបានប៉ុន្តែសោតាបានហ្នឹងមិនមែនឆ្លងរួចទាំង4ហ្នឹងទេសោតាបានក៏មិនបានឆ្លងរួច4ហ្នឹងដែរឆ្លងរួចតែមួយទេគឺទិដ្ឋោខៈកាមោខៈនៅភវោខៈនៅអវិជ្ជោខៈនៅហ្នឹងសោតាផងណាអញ្ចឹងបានបនឆ្លងខ្លះហ្នឹងឃើញលោកអាចារ្យគាត់ដាក់តិលទឹកទៅហើយដាក់ឈើខ្វែងទៅអាហ្នឹងវាជានិមិត្តរូបមិនជាអីទេបើបញ្យល់ឲ្យល្អក៏វាល្អដែរប៉ុន្តែបើមិនបញ្យល់ឲ្យល្អទេធ្វើឲ្យអ្នកធ្វើហ្នឹងជឿថាឆ្លងរួចអស់មិនតាន់អីទៅជាឧបកិច្ចទៅជារឿងឆ្លងរួចដោយអត់មានធ្វើអីសោះមិច្ឆាទិដ្ឋិនៅតែជាមិច្ឆាទិដ្ឋិទៅជឿផ្ដេសផ្ដាស់នៅតែផ្ដេសផ្ដាស់ទៅហើយថាចិត្តទៅរួចទៅអាហ្នឹងគ្រាន់តែជាកម្មវិធីប៉ុណ្ណោះណាអញ្ចឹងពាក្យថាសទ្ធាយតរតិអោខំហ្នឹងបទជនក៏គ្មាននរណាឆ្លងរួចទេទាំងអាត្មាក្តីទាំងប្រសង់គ្រប់អង្គកំពុងប្រព្រឹត្តប្រតិបត្តិនេះមានន័យថាជាអ្នកកំពុងតែត្រដជាអ្នកកំពុងតែហែលកំពុងតែមានសកម្មភាពរើចេញពីអន្លង់ប៉ុន្តែមិនតាន់រួចទេណាសទ្ធាជឿកម្មផលភ័យបន្តិចព្រោះគ្រូទាយដែរជឿកម្មផលភ័យបន្តិចហូនតាឃ្លាំងមឿងដែររួចអីចឹងមិនរួចទេហើយចេះអាត្មាទៅបាត់ដំបងថ្ងៃមុននេះទៅសម្ដែងធម៌នៅជ្រោយស្ដៅនោះឮញាតិញោមនិយាយតាមឡានថាអ្នកតាវាប្រកែកចៃគ្នាអ្នកពោធិ៍សាត់ទៅបន់ដំបងកញ្ញុងដល់អ្នកបាត់ដំបងមកបន់អ្នកតាឃ្លៀងមឿងបានប្រកែផ្ទុយគ្នានឹងអ្នកនៅបាត់ដំបងនោះថាបើមិនបានមកបន់អ្នកតាឃ្លៀងមឿងអត់អស់ចិត្តហួសអ្នកតាដំបងកញ្ញុងបាត់ទៅដល់អ្នកពោធិ៍សាត់នេះទៅជ្រះថ្លាជាមួយអ្នកតាដំបងកញ្ញុងថាប្រកែកជួយទៅវិញណោះហ្នឹងហើយឆ្លងរួចទេអញ្ចឹងឆ្លងរួចទេអត់រួចទេណាអញ្ចឹងមិនជាការស្ដីបន្ទោសអីទេពុទ្ធជននឹងអញ្ចឹងពុទ្ធជនយើងនឹងអញ្ចឹងញាតិញោមពិចារណាមើលមូលហេតុដែលនាំឲ្យកើតសាសនារាប់មិនអស់ហ្នឹងគឺថាដោយសារអញ្ចឹងដោយសារជឿអញ្ចឹងនៅឥណ្ឌាសពថ្ងៃមានជាង1500សាសនាច្រើនណាស់ហើយកើតដោយសារអី
កើតដោយសារចំណាំថាកំពុងភ័យបន់អីទៅបានសុខយកអានឹងធ្វើសាសនាមួយកំពុងភ័យទៅបន់ស្អីបានសុខយកអានឹងធ្វើសាសនាមួយហើយជំនឿហ្នឹងមិនមែនទៅកើតឥឡូវទេកើតតាំងពីមុនពុទ្ធត្រាស់ទៅទៀតកើតតាំងពីទៅកកើតផែនដីម៉េះណាសាសនាជឿព្រះជឿព្រំជឿទេវតាឲ្យជួយនឹងឯងហើយដល់តែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងមកបិតាព្រះអង្គក៏គោរពព្រហ្មញ្ញគោរពប្រព្រំគោរពអីបន់ស្រន់អញ្ចឹងមេត្តាក៏អញ្ចឹងព្រះសរិបុត្រហ្នឹងមែនម្ដាយរបស់លោកក៏កាន់តែព្រហ្មញ្ញសាសនាអញ្ចឹងលោកមកជាអគ្គសាវកជួយផ្សព្វផ្សាយប្រធមរបស់ពុទ្ធនឹងអស្ចារ្យប្រកាសដល់មនុស្សនិងទេវតាប្រុសម៉ែអត់បានផងណាម៉ែនៅតែជឿព្រំដែររហូតដល់តែលោកចិត្តអស់ជីវិតមែនទេនឹងពាក្យចុងក្រោយរបស់លោកបានធ្វើឲ្យម៉ែនឹងភ្ងាស្មារតីមកគោរពពុទ្ធពធប្រសង្ឃវិញណានិយាយរួមទៅជំនឿគឺជារោគគេហៅថារោគរីងរៃរ៉ាំរ៉ៃដែលនៅក្នុងចិត្តសន្តានរបស់មនុស្សនឹងមិនងាយជាទេណាមិនមែនរោគផ្ដាសាយមិនមែនរោគអីគឺថាជារោគមហារីកមហារីងរៃមហារ៉ាំរ៉ៃមិនងាយមានថ្នាំអីព្យាបាលបានទេរោគត្រឹមតែរាងកាយសនុកព្យាបាលប៉ុន្តែរោគផ្លូវចិត្តនេះវាដេកមាន3សន្តានឯនោះមានអារោគមើលឃើញមានអារោគមើលអត់ឃើញណាតែរោគផ្លូវកាយគឺពិនិត្យមើលឃើញទាំងអស់ប៉ុន្តែរោគផ្លូវចិត្តមានរោគមើលឃើញមានរោគមើលអត់ឃើញឃើញនឹងចេះកិលេសណារោគផ្លូវចិត្តណាដែលវាក្រោតក្រៀតវាចេញមកតាមកាយពេលធ្វើអាក្រក់ទៅយើងដឹងអូមនុស្សនេះអាក្រក់ណាស់ធ្វើអាក្រក់សម្រាប់គេបៀតបៀនគេហ្នឹងយើងមើលដឹងដល់ពេលមនុស្សនឹងជេរបតិចគេទៅនិយាយញុះញង់គេទៅនិយាយពាក្យអាក្រក់ឬក៏កុហកបោកប្រាស់អាហ្នឹងយើងដឹងហ្នឹងមនុស្សនេះអាក្រក់ឬថាខ្លួនយើងក៏ដឹងដែរហើយមួយទៀតរោគមួយទៀតមានតែខ្លួនឯងឯងដឹងណារោគផ្លូវចិត្តហ្នឹងមួយប្រភេទទៀតមានតែខ្លួនឯងទេដឹងអ្នកដទៃអត់ដឹងទេគឺនៅក្នុងចិត្តដោយថាពេលដែលគេនិយាយមកមិនសូវពេញចិត្តហ្នឹងចិត្តហ្នឹងរៀងខ្នក់រៀងខឹងប៉ុន្តែមុខនៅញឹមអាហ្នឹងអ្នកណាអ្នកដឹងអ្នកដទៃដឹងទេអត់ទេនិយាយមានខឹងខ្ញុំឯងនិយាយចឹងអូយខ្ញុំមានតែប្រកាន់អីទេប៉ុន្តែក្នុងចិត្តហ្នឹងវាខ្នក់ហើយអ្នកដទៃមើលអត់ដឹងទេអាហ្នឹងនៅមានខ្លួនឯងដឹងរោគមួយទៀតវាសងំទៀបជាងនឹងទៅទៀតសំបីចិត្តកំពុងអត់ខឹងហ្នឹងក៏មានរោគដែរផ្លូវចិត្តហ្នឹងគេហៅថាអនុស័យកិលេសដូចគ្នានឹងពេលដែលទឹកហ្នឹងមានត្រីនៅក្នុងហ្នឹងនៅពេលដែលត្រីហ្នឹងវាដេកទៅកកវារងទៅក្រោមទឹកហ្នឹងថ្លាទេថ្លាទេណាទឹកដែលមានកកនៅពេលដែលត្រីដេកឈប់ហែលទឹកហ្នឹងថ្លាព្រោះកកវាធ្លាក់ទៅក្រោមដូចចិត្តញាតិញោមឥឡូវកំពុងតែបន់កើតដោយត្រីដេកចឹងចិត្តហ្នឹងដេកចិត្តខឹងចិត្តចំណែនចិត្តអីហ្នឹងដេកចាព្រោះចិត្តកសលហ្នឹងល្អណាស់អង្គុយស្ដាប់ធម៌មិនចឹងហ្នឹងថាល្អចុះប៉ុន្តែល្អមិនល្អញាតិញោមដឹងខ្លួនឯងប៉ុន្តែគណៈណាដែលញាតិញោមចិត្តល្អថ្វាយអង្គមព្រះមានសេចក្តីស្ងប់ស្ងាត់ផ្លូវចិត្តថ្វាយអង្គមដោយសេចក្តីជ្រះថ្លាស្ដាប់ធម៌ដោយសេចក្តីជ្រះថ្លាពេលហ្នឹងចិត្តល្អថ្លាណាថ្លាប៉ុន្តែកុំភ្លេចថាកិលេសអត់រត់ទៅណាទេវាដេកនៅបាតខាងក្រោមចិត្តហ្នឹងណាហើយត្រីហ្នឹងដែលអាឧទាហរណ៍ដូចត្រីហ្នឹងនៅពេលណាដែលយើងយកឈើទៅបុកចំវាទៅវាទៅដទៅក្រុលមកល្អទៀតទេទឹកហ្នឹងចិត្តហ្នឹងកំពុងតែថ្លាល្អស្ដាប់ធម៌ជ្រះថ្លាអញ្ចឹងចេញទៅវិញស្បាត់ស្បែកជើងល្អទៀតទេចិត្តហ្នឹងឃើញទេអញ្ចឹងកិលេសហ្នឹងវានៅឯណាមុនហ្នឹងល្អចេះពងស្ដាប់ធម៌ហ្នឹងចិត្តហ្នឹងល្អចេះស្រាប់តែចេញទៅវិញបាត់វិញជើងស្រាប់តែខឹងចេញមកហ្មងសួរថានៅឯណាវាក្រាបនៅពីក្រោមចិត្តហ្នឹងគេហៅថាអនុស័យទោះបីតែយើងក៏យើងអត់ដឹងថាវានៅណាដែរតែវាមានតាមសន្តានមកហ្នឹងវាមានជាប់ខ្សែមកយើងអត់ដឹងទោះបីក្នុងកុសលហ្នឹងក៏វាដេកត្រាំដែរតែពិនិត្យមកអត់ឃើញទេជាតិវាជាកុសលប៉ុន្តែវាដេកត្រាំតាមសន្តានមកអញ្ចឹងហៅថាអនុស័យហើយអនុស័យហ្នឹងបើក្រៅពីអរហត្តសោតាបត្តមៈទៅកាត់មិនដាច់ទេទល់តែលោកតរៈក៏សល់ណាអញ្ចឹងហើយបានជាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនឹងថ្ងៃពេញបរមីខែពិសាខដែលយើងត្រូវរៀបចំពិសាខបូជានេះគឺជាថ្ងៃជ័យជំនះលើកិលេសថ្នាក់ទី3នោះណាជាថ្ងៃជ័យជំនះលើអាកិលេសដែលមើលមិនឃើញហ្នឹងដូចជាបិតកមៈកិលេសមើលឃើញកាយវិការមិនល្អពាក្យសម្ដីមិនពិរោះអីហ្នឹងអាហ្នឹងគឺអាចឈ្នះម្ដងមកគ្រាជាងកាល4 10 20ឆ្នាំជីវិតរបស់ព្រះអង្គបួសជាតបោះហ្នឹងមិនដែលកើតពីអាក្រក់មិនដែលកើតសកម្មភាពអាក្រក់ទេគឺថាវាងាប់វាដេកទៅក្នុងក្រោមទៅអត់មានរីកដោះដាលឡើងទេប៉ុន្តែ
chươngការមកជាតិកំណត់ដែលព្រះអង្គទៅបួសហ្នឹងងាប់ពីហ្នឹងទៅកើតជាតិថ្មីទៅវាភ្លេចឲ្យរឿងបដិបត្តិធម៌អត់ដុសមកវិញដដែលណាអញ្ចឹងអត់ដែរចប់ទេសូម្បីព្រះសម្មាសម្ពុទ្ធធ្លាប់កើតជាពវេសន្តរធ្លាប់កើតជាមហោសថធ្លាប់កើតជាវិធរៈបណ្ឌិតធ្លាប់កើតជាអទាសមុខកុមារធ្លាប់កើតជាស្អីធ្លាប់កើតជាសសៈបណ្ឌិតធ្លាប់កើតជាស្អីរាប់អសង្ខ័យជាតិមកហ្នឹងកំពុងតែសន្សំបារមីសំបីកើតជាខន្តវាទីតបោះសន្សំបារមីគេកាត់ដៃកាត់ជើងកាត់ច្រមុះមិនខឹងហ្នឹងអាហ្នឹងគឺអនុស័យហ្នឹងអត់ដែរបាត់ទេណារោគវាអត់ដែរជាដាច់ទេវាគ្រាន់តែថាបានថ្នាំពេលតែព្រះអង្គប្រព្រឹត្តហ្នឹងទៅវាស្រន់ទៅអត់ឃើញថាព្រះអង្គចេះខឹងចេះក្រោធចេះស្រឡាញ់ចេះស្អប់អីអាហ្នឹងវាគ្រាន់តែថាបានថ្នាំជួយបំបត្តិថ្នាំដោយសមាធិដោយការសមាទានទុដងអីចឹងទៅប៉ុន្តែថ្នាំដែលជាកិលេសដាច់មែនទែនគឺនៅថ្ងៃពេញបូរមីខែពិសាខនៅពេលដែលបារមីរបស់ព្រះអង្គនឹងពេញបរិបូរណ៍អរិយមគ្គកើតឡើងកាត់ផ្ដាច់នៅអនុស័យនឹងចឹងបើយើងពិនិត្យមកដល់ចំណុចត្រង់នេះវាអត់មានគូឲ្យបន្ទោសការយល់ខុសទេពីព្រោះការយល់ខុសគឺជារឿងរបស់បុថុជនមិនមែនជារឿងរបស់អរិយបុគ្គលទេណាដែលយើងមើលជាអ្នកជំងឺហ្នឹងយើងចេះតែឆ្ងល់ថាហេតុអីឲ្យថ្នាំមកសន្ធឹកឯនៅនឹងមិនព្រមជាមកពីថ្នាំហ្នឹងវាអត់តាន់បានចូលទៅផ្ដាច់ជំងឺហ្នឹងណាដូចធัวដែលយើងស្ដាប់ទាំងអស់គ្នាសិក្សាទាំងអស់គ្នាធัวហ្នឹងអត់តាន់បានមានឱកាសចូលទៅព្យាបាលឲ្យយើងជាទេគ្រាន់តែឲ្យអន់ពេលដែលយើងស្ដាប់ហ្នឹងទៅញាតិញោមពិចារណាមើលយើងស្ដាប់ពធពីប្រសូតក្តីពីព្រះអភិធម្មក្តីខណៈស្ដាប់ហ្នឹងឃើញជ្រះថ្លាទេដែលនេះនិយាយពីអ្នកជ្រះថ្លាណាអ្នកមិនជ្រះថ្លាកុំនិយាយដែលជ្រះថ្លាស្ដាប់ធម៌ដែលពីរោះនិយាយពីសតិប្បដ្ឋានក្តីនិយាយពីអភិធម្មក្តីនិយាយពីការលះអកុសលក្តីស្ដាប់ទៅនឹងបង្អោនចិត្តទៅតាមខ្សែធម៌ហ្នឹងឃើញវាស្ងប់មកវឹងទៅចឹងណាធ្លាប់អញ្ចឹងហ្នឹងដូចយើងបានថ្នាំបាត់ឈឺផ្លេតចឹងតែអត់តន់បានព្យាបាលដាច់ដោយប្រការណាមួយទេប៉ុន្តែយ៉ាងណាយើងនៅតែត្រូវព្យាយាមចឹងណាអាត្មាលើកឡើងអំពីពាក្យឆ្លងទេឆ្លងហ្នឹងឆ្លងរួចពិតប្រកបអំពីអន្លង់ទិដ្ឋិគឺដោយសោតាបតិមគ្គណាទោះបីជាយើងសិក្សាពធមានការយល់ដឹងមិនជឿមង្គលភ្ញាក់ផ្អើលអីគឺដោយសារមានថ្នាំនៅជួយឧបការៈថ្នាំគឺពធហ្នឹងហើយកាលណាវង្វេងគ្នាវែងជាតិកំណើតទៅឬក៏ឈប់ស្ដាប់ពធទៅឯនេះទៅឯនោះទៅណាគំនិតអាក្រក់ហ្នឹងក៏កើតឡើងវិញដូចថ្ងៃមិញមានអ្នកនៅម៉ាឡេធ្លាប់បួសជាដូនជីផងឥឡូវហ្នឹងកើតគំនិតចង់ទៅសម្លាប់គេណាហ្នឹងបើដោយសារអីដោយសារការដែលនៅក្នុងក្រុមអ្នកមានធัวដូចគ្នាអាហ្នឹងចេះតែនិយាយពីធัวលះបង់ធัวស្ងប់ស្ងាត់អីចឹងទៅហើយដល់ទៅដល់ប្រឡូកក្នុងសង្គមទៅមានមនុស្សមានចិត្តអាក្រក់តាមបៀតបៀនអីចឹងទៅហើយលើកសំណួរសួរអាត្មាថាបើយើងមិនសម្លាប់គេមុនគេអាចសម្លាប់យើងមុនតែកណាត្រូវសម្លាប់គេមុនអត់ហើយមកសួរអញ្ចឹងឲ្យបួសដូនជីឡើងអស់សក់ប្រហែលឆ្នាំអត់ដឹងណាវាភ្លេចអស់ទៅនិយាយចុងក្រោយថាការដែលនៅទៅស្ងប់ថានឹងឯងដោយពេលដែលយើងមិនតាន់ប៉ះមីក្រូបយើងនៅលេបថ្នាំជាប្រចាំដល់ពេលជំងឺវាអត់ជាឈប់លេបថ្នាំជំងឺនឹងមិនរឹតឡើងវិញអញ្ចឹងហ៎យល់អត់ហ្នឹងហើយយើងមិនបាច់បន្ទោសទេស្លាប់បួសជាដូនជីយូរហើយមិនក៏នៅអញ្ចឹងដូចយើងពិនិត្យទៅលើអ្នកជំងឺអញ្ចឹងអ្នកជំងឺដែលព្យាបាលមិនជាវាអាចលប់ឡើងវិញទៅអញ្ចឹងជាធម្មតាបទជននឹងអញ្ចឹងបើចង់ឲ្យវាលែងលប់ឡើងវិញវាទល់តែព្យាបាលឲ្យជាមែនទេយល់ទេអាលើកឧទាហរណ៍អញ្ចឹងហ្នឹងដល់យើងសិក្សាអញ្ចឹងទៅយើងលើកចិត្តឲ្យខ្ពស់បន្តិចទៅប្រើបញ្ញាគិតយ៉ាងណាទៅយើងអត់មានប្រកាន់ទេណាយើងអត់មានប្រកាន់ថាដូចជាលោកធ្លាប់បួសហើយសឹកទៅវិញមិនក៏ធ្វើអញ្ចឹងឬក៏កាន់សិលហើយនៅតែធ្វើអញ្ចឹងថាដូចអ្នកទៅព្យាបាលអញ្ចឹងណាវាមិនមែនឲ្យទៅចូលពេទ្យសិតតែជាណាអ្នកចូលពេទ្យមានងាប់ដែរតើណាញាតិញោមឬក៏ឲ្យតែអ្នកចូលពេទ្យសិតតែជាណានឹងមានស្លាប់ដែរអាត្មាជាធ្លាប់ពាក្យងាប់ប៉ុន្តែស្លាប់វាសនុកស្ដាប់បន្តិចហ្នឹងអញ្ចឹងវាមិនប្រកាសថាឲ្យទៅចូលពេទ្យសិតតែរស់ទេជំងឺអីហ្នឹងព្យាបាលសំបីតែចូលពេទ្យទៅពេទ្យឲ្យលេបថ្នាំឲ្យតាមអត់ដំណងរបស់ពេទ្យលេបមិនស្រួលប្រតិកម្មក៏មានដែរឬក៏លេបវាមិនគ្រប់ជំងឺវាស្គាល់ចិត្តដែលដឹងហ្នឹងរឿងហ្នឹងគេហៅថាឲ្យលេប10ថ្ងៃឲ្យជាប់គ្នាដល់លេបមិនជាប់លេបបាន5ថ្ងៃឈប់សិនអញ្ចឹងលេបតទៀតមានប្រសិទ្ធភាពទេអត់ទេយ៉ាងណាមិនអញ្ចឹងដែរការចូលមកគៀកកិត្តបរតនត្រ័យហ្នឹងតែកាលណាមិនប្រព្រឹត្តឲ្យជាប់ជានិច្ចអាសេចក្តីប្រមាទហ្នឹងកើតឡើងហើយកើតឡើងការគោរពក៏លែងមានណាការកោតក្រែងប្រធេរៈអីនៅជាមួយព្រះសង្ឃ
យូរចូលមកនៅវត្តយូរឆ្លោះទៅជាមួយលោកហ្នឹងដោយសារអីដោយសារមិនយល់ពីតួនាទីរបស់ខ្លួនឯងណាតែដំបូងដែលថាយើងចូលវត្តហ្នឹងចូលដើម្បីអីណាដោយសេចក្តីគោរពចង់បានបុណ្យចង់បានកុសលណារៀនចេះចឹងដែរចេះអូលោកស្វែងគុំលែងមានក៏មានដែរណាអាត្មាធ្លាប់តែស្ដាប់ឮច្រើនអ្នកចេះធัวចេះអាច្រើនហ្នឹងហើយជួនកាលសិតតអ្នកបរមត្តទៅទៀតថ្វាយគុំលោកលែងកើតវានៅជាប់តែបញ្ញត្តិហ្នឹងបានថ្វាយលែងកើតហ្នឹងបើសិនជាពិតជាយល់បរមត្តវិញគ្មានទៅទេអត់មានទៅរឿងអីទេព្រះសម្មាសម្ពុទ្ធគឺជាកំពូលអ្នកបរមត្តហើយប៉ុន្តែព្រះអង្គផ្ដាំមកវិញថាម៉េចណែសូម្បីតែក្រោយទៅមានតែគោត្រភូសង្ឃណានៅពេលដែលសាសនាកន្លងទៅយូរទៅអ្នកបួសត្រឹមត្រូវលែងមានតាមធម៌វិន័យលែងមានអ្នកដែលមានជ្រះថ្លានឹងភេទអ្នកបួសនឹងជួនកាលគ្រាន់តែយកកណាត់ក្រហមយកមកចងដៃឬក៏សៀតស្លឹកតាជាអ្នកណាមានសទ្ធាជ្រះថ្លាធ្វើបុណ្យជាមួយហើយឲ្យទើសចំពោះសង្ឃទៅបានបុណ្យដូចគ្នាឃើញទេហើយចុះយើងឥឡូវបើសង្ឃឥឡូវមានដល់ថ្នាក់មានប្រពន្ធមានកូនចឹងណាមិនតាន់មានប៉ុណ្ណឹងមែនទេហ្នឹងហើយតែចេះធោអាបន្តិចហ្នឹងចេះតែភ្លេចខ្លួនចឹងហើយយកបរមត្តយកមកនិយាយពីសតិរលឹកមានសតិរលឹកអីជាប់តែក្នុងបញ្ញត្តិជាប់នៅក្នុងកាយវិការជាប់នៅក្នុងពាក្យសម្ដីនិយាយជាប់នៅក្នុងកាយវិការស្វែងគុំអត់កើតនឹងឯងដែលយើងចូលទៅព្យាបាលវាអត់ត្រូវចំណុចណាវាអត់ត្រូវចំណុចដែលយើងត្រូវសិក្សាត្រូវប្រតិបត្តិយ៉ាងណាដែលយើងមិនយល់ថាពុទ្ធជនហ្នឹងវាអញ្ចឹងឯងណាទាំងយើងក៏អញ្ចឹងថ្ងៃហ្នឹងតាំងចិត្តរសាសិលឲ្យល្អទៅវិញច្រឡំហូបផ្លែប៉ោមអីក៏មានអ្នកថ្មីដែលធ្លាប់ឯងមានញាតិញោមខ្លះគាត់ថារសាប៉ោសិនស្មានគេតอมតបាយទៅវិញគាត់ចិត្តផ្លែឈើហូបហ្នឹងមកពីអីមកពីមិនយល់មិនដឹងហើយហ្នឹងមានភ្លេចទៅទៀតភ្លេចហើយមុនញោមម្នាក់ទៅតាមអាត្មាហ្នឹងគាត់សារប៉ោសិតឲ្យពេលព្រឹកដល់ទៅឃើញអីស្អីអត់ស្អីអីអាជូអែមជូវិចថងណែមហ្នឹងហើយចុះណែមទៅគាត់ក៏ភ្លក់ទៅដល់ពេលគេហៅហូបបាយខ្ញុំមកប៉ោសិតថ្ងៃនេះនឹងគាត់ដល់ពេលបាយបានគាត់នឹកឃើញតែគាត់ប៉ោសិតទៅគាត់ជួយភ្លក់ណែមគេហ្នឹងហើយអាហ្នឹងមកពីអីសិលហ្នឹងវាអត់មាននៅក្នុងចិត្តជាប្រកដីហ្នឹងវាអត់មានពិចារណាគុណសិលហ្នឹងទៅតាមឡានតាមអីជជែកគ្នាល្អល្អែដូចជាមនុស្សធម្មតាអញ្ចឹងទៅវាអត់មានជ្រះថ្លានឹងគុណសិលអញ្ចឹងសិលវានៅអត់នៅចិត្តអញ្ចឹងទៅជីវិតសាមញ្ញដូចគេដូចឯងវាអត់មានសិលនៅក្នុងចិត្តជាប្រកដីភ្លេចសិលទៅហើយគាត់អញ្ចឹងភ្លេចសិលឲ្យសិលជួយមិនទៅញាតិញោមណាឥឡូវហ្នឹងវាខ្ពស់ហើយសិល8សិល10អីក៏ដោយចុះទោះបីជារសាសិល100ក៏ដោយចុះឬក៏សិលពីខកដល់220ក៏ដោយចុះឈ្មោះសិលប្រមាណក៏ដោយប៉ុន្តែបើយើងមិនដែលពិចារណាសិលមិនដែលនឹកសិលឲ្យសិលជួយមិនហ៎សិលជួយរួចទេហ្នឹងជួយមិនបើយើងភ្លេចទាំងសិលបាត់ទៅហើយណាឥឡូវថាសិលប្រែតែប្រកដីការប្រព្រឹត្តល្អហើយវាមានថ្ងៃពិសេសមួយសម្រាប់ថ្ងៃអបោសុតហ្នឹងវាគួរតែចាំមួយអាទិត្យមានម្ដងហើយវាមួយអាទិត្យម្ដងភ្លេចទៅទៀតហ្នឹងណាហ្នឹងហើយអីចេះថារសាសិលមិនជួយតាមពិតហ្នឹងគុណធម៌បុណ្យកុសលជួយណាស់នៅពេលណាដែលយើងនឹកទៅដល់គុណធម៌ទៅដល់សិលដែលយើងប្រព្រឹត្តហ្នឹងចឹងប៉ុន្តែដល់និយាយមកគួរបន្ទោសទេអញ្ចឹងគួរបន្ទោសទេមិនគួរទេវាអញ្ចឹងឯងណាពុទ្ធជនវាអញ្ចឹងឯងណាពីព្រោះសិលដែលមិនដាច់ទាល់តែសិលរបស់ព្រះអរិយយល់ទេសិល5មិនបាច់ដល់សិល8ទេសិល5អ្នកដែលមិនដាច់សោះទាល់តែសោតាទៅគ្មានហេតុធ្វើឲ្យដាច់បើជាពុទ្ធជននៅមានចំណែក5គេហៅថាអន្តសិលទីបំផុតនៃសិល5សិល5របស់ពុទ្ធជននឹងវាលែងតែព្រះបរមពុរិស័ទអ្នកប្រព្រឹត្តអក្រិតប្រាថ្នាដើម្បីត្រាស់ដឹងតាំងចិត្តប្រធានអ្នកលះបង់អានឹងអាចមានប៉ុន្តែបើក្រៅពីនោះពុទ្ធជននឹងចាញ់តែដាច់ដោយសារហេតុ5ទី1ដោយសារលៀបសក្ការៈដោយសារទ្រព្យសម្បត្តិក៏ដាច់សិលដែរណាឃើញទេសារសិលចឹងទៅដល់ពេលវាត្រូវកុហកណាហើយលក់អីសូវកុហកលក់មិនសូវដាច់ដែរណាមែនទេញាតិញោមអ្នកផ្សារមិនថាអីទេវាគ្រាន់ថាពួកអ្នកទិញហ្នឹងវាអញ្ចឹងគេនិយាយត្រង់លក់មិនដាច់ទេដល់គេកុហកវាសមមុខហើយសមតែគេកុហកអញ្ចឹងអ្នកទិញបើថា
ដាក់បណ្ណាលក់ប៉ុណ្ណឹងលក់មិនដាច់ទេមានតែថាខ្ញុំលក់យកតែថ្លៃដើមវិញចឹងចំណេញតែ500អីចឹងទៅដល់ប្រហែលពាក្យអញ្ចឹងទៅបានយកដល់ថាអ្នកត្រង់ចាំតែងាយលក់ដាច់ទៅអ្នកលក់មិនសូវកុហកមានអ្នកលក់បាយទេលក់កាទៀវលោកស្មាមើលណាលក់កាទៀវលក់បាយអាហ្នឹងដូចគេហូបមិនសូវតថ្លៃទេអាហ្នឹងមែនទេចូលហើយអានេះបានហូតលុយដូចមិនដែលលឺតថ្លៃទេតែបើថាចាប់រួយនៅផ្សារអូលក់ស្អីកតាបស្អីហ្នឹងគឺថាត្រូវតែតថ្លៃឲ្យយ៉ាប់ហ៎ហ្នឹងហើយពិបាកបន្ទោដែរឲ្យគ្នាលក់នឹងនិយាយត្រង់ពេកលក់មិនកើតណាប៉ុន្តែបើយើងចេះឧបាយនៅតែលក់កើតអញ្ចឹងបើមិនសូវដាច់ដូចគេកុហកមែនអត់មិនបានអាត្មាដឹងព្រោះអាត្មាធ្លាប់ទៅទិញបានអាត្មាដឹងហ្នឹងការអាត្មានៅពេញចាំមួយជីវិតហ្មងរឿងហ្នឹងមាន2រឿងដែលអាត្មាចាំអាត្មាទៅទិញស្បែកជើងគេកាត់$15 $15ហើយអាត្មាកាលហ្នឹងទឹមកឋិនហើយមកហ្នឹងអាត្មាមិនចេះតថ្លៃទេលក់ឲ្យល្មមកុំឲ្យខាតហើយកុំចំណេញច្រើនពេកហ្នឹងហើយបានគេថាម៉េចអញ្ចឹងកណាយកតែថ្លៃដើមទៅចុះម៉ែកណាក៏ជាអ្នកធ្វើបុណ្យកឋិនដែរគេលើកម៉ែគេធ្វើបុណ្យកឋិនមកទៅហើយឯងជឿមិនណោះហ្នឹងហើយម៉ែកណាទុំហើយកឋិនថ្ងៃមុនដល់អញ្ចឹងទៅក៏ឲ្យគេទៅ$10ដល់ពេលរសៀលបន្តិចមួយអង្គទៀតលោកទៅទិញដែរម៉ូតដូចគ្នាលេខប្រប៉ុណ្ណគ្នាលោកឃើញអាពាក់អញ្ចឹងលោកថាមិនទិញថ្លៃហ្មងអាថាថោកគេលក់យកតែថ្លៃដើម$10ហើយបានថាអីចុះបងទិញហ្មងកណាទិញថ្លៃគេលក់យកចំណេញកណាទិញតែ$5ថ្លៃដើម$10ហើយដល់លោកទៅទិញ$5រឿងមួយទៀតកាសែតញ៉េណាអាត្មាទិញអាកាសែតទំនេរយកមកថតធัวកាលហ្នឹងដូចជាឆ្នាំមុនមកពោធិ៍សាត់មួយឆ្នាំ98អីហ្នឹងហើយចាត់ទុកថាដូចម៉ូយប៉ុន្តែហាងទាំងអស់ឃើញហាងហ្នឹងវាយ៉ាងថោកជាងគេមែនណាអាកាសែតធម្មតាហ្នឹងមួយ1200បើទៅសួរកន្លែងទៅទីសិត1500ឯណោះហ្នឹងហើយទិញរបស់គាត់ហ្នឹងគឺតែគាត់ហ្នឹងវាម៉ូយណាដល់ពេលទៅតកែវទិញទៅមួយ800ដល់800ថ្មមកសួរគាត់ទៀតក្រឹងមួយចាស់មកទៀតណាមួយចាស់ក្រឹងមួយចាស់បានប៉ាហ្នឹងមើលសេរីថ្លៃម្ដងទៀតមើលណាសេរីថ្លៃម្ដងទៀតមើលអាត្មាទៅទិញនៅខេត្តមិនក៏ថោកជាងក្រុងអញ្ចឹងខេត្តយកពីក្រុងទៅណាមើលតែគុណម៉ាក់ខុសគ្នាណាម៉ាក់ខុសគ្នាហ្នឹងហើយដល់ពេលអញ្ចឹងទៅថាអត់ខុសអសដូចគ្នាម៉ាក់ដូចគ្នាខៃលោមកពីយួនណាអានេះគេមកពីថៃនៅតែចេះចាញ់គាត់អញ្ចឹងប៉ុន្តែចាក់ទៅខ្ញុំរៀនថៃដូចតែគ្នាហ្នឹងហើយបានអាត្មាថាឥឡូវអាត្មាកំងឲ្យដូចអាហ្នឹងអាត្មាលក់ឲ្យវិញអាត្មាលក់ឲ្យតែមួយ1000នេះតែញ៉ាត់គាត់សើចចឹងប៉ុន្តែយើងទៅធ្វើមិនបើគ្នាលក់បិណ្ឌចំណេញបានអីចាំកូនមែនទេមែនអត់ហ្នឹងហើយប៉ុន្តែគ្រាន់ថានៅក្នុងពុទ្ធជននេះវាមិនងាយសោះឡើយដែលថាឲ្យសិល5ហ្នឹងបរិសុទ្ធនោះវាគង់តែកុហកជាងការមិនមែនកុហកដើម្បីលុយកុហកដើម្បីលេងហ្នឹងញាតិញោមមកអញ្ចឹងវិសាបាយវិសាហើយអត់ហូបថ្ងៃនេះបណ្ដើរចូលកាន់សភាគេដែរចំណាំឃើញអញ្ចឹងគ្រាន់តែដើម្បីលេងហ្នឹងក៏កុហកដែរមិនបាច់ចាំថាដល់ចិញ្ចឹមជីវិតអារឿងលក់ដូរថាវាចាំបាច់ធ្វើទៅចុះប៉ុន្តែរឿងលេងហ្នឹងក៏ណាស់ដែរអត់ទៅបានអីផងហ្នឹងមែនឬមែនធ្លាប់ធ្លាប់អត់ធ្លាប់ឲ្យញឹកទៀតហ្នឹងអាហ្នឹងណាអញ្ចឹងរឿងដើម្បីទ្រព្យសម្បត្តិឯនេះតាំងពីការលក់ដូរឡើងតាំងពីការស្អីគ្រប់ប្រការទាំងអស់ឬក៏ថាមានលុយគេសួរថាមានអត់ទេណាអាហ្នឹងសិតតែដើម្បីការពារទ្រព្យសម្បត្តិនិយាយកុហកនឹងបឋិជនប៉ុន្តែព្រះអរិយអត់ទេណាអត់មានទេគ្រប់ចំណុចទាំងអស់ហ្នឹងដែលអាត្មារៀបរាប់ហ្នឹងអត់មានដាច់សិលរឿងកុហកហ្នឹងដោយសាររឿងអញ្ចឹងទេមួយទៀតរឿងសម្លាប់អីអញ្ចឹងដែរយើងកាន់សិលដល់ពេលថ្នាក់ហេវមែនទែនអត់មែនទែនតាំងមានគំនិតខលខូចលួចគេញាតិញោមខ្លះថាភាគច្រើនខ្លាយជាចោរដែរសម័យពលពតណាហេវពេកធ្លាប់ហ្នឹងតែព្រះអរិយបុគ្គលលោកសុខចិត្តដាច់ជីវិតលោកអត់សុខចិត្តដាច់សិលទេ
អាត្មាគ្រាន់តែលើកប្រៀបធៀបហើយញាតិញោមស្ដាប់មិនបាច់មានចិត្តថាអាណាធ្វើបានហេវចង់ងាប់ថាគ្មាននរណាធ្វើបានទេឲ្យតែបទជនងាយទេមានតែព្រះអរិយបុគ្គលចឹងណារឿងសូរារឿងស្អីស្អីយើងមើលសពថ្ងៃនេះកាន់តែពិបាកហើយរឿងសូរាអីនេះបើនិយាយពីអ្នករាប់អានមិត្តភក្តិវិញបើអត់ផឹកស្រាមសូវមានមិត្តទេមែនទេមែនអត់ទៅការគេអីគេលើកកែវលើកអីបើថាមិនជុលគេទេដូចថាមិនចុះចំណោមគេតែហ្មងមែនអត់ហ្នឹងហើយមែនអត់ហ្នឹងហើយពីដើមឡើយមិនបាច់ដើមណាឆ្ងាយទេត្រឹមតែអាត្មានៅក្មេងហ្នឹងបើស្រីវិញស្រីណាផឹកស្រាចាត់ទុកថានារីអត់កើតតែហ្មងមែនទេបើឥឡូវបើនារីណាមិនចេះវិញ្ញាទេដូចអត់កើតផ្សាយដាក់ទូទស្សន៍ប៉ុណ្ណាណីណោះអាត្មាខ្មាស់វិញរាល់ថ្ងៃនេះខ្មាស់នាងនោះខ្មាស់ហ្មងគឺផឹកស្រាទំនងពេកហ្នឹងណាលេងលបែងលេងអីក៏អញ្ចឹងដែរពីមុនឲ្យតែស្រីណាលេងលបែងលេងប៊ីអីហ្នឹងគឺគេចាត់ទុកថាស្រីមិនល្អឥឡូវនេះបើទៅទៅហើយទៅរយណាល្អមិនល្អអីណោះប៉ុន្តែយើងធ្វើម៉េចបើរកប្រពន្ធដែលល្អឥតខ្ចោះពិតជានៅកន្លោះមួយជីវិតវារកឥតខ្ចោះវាមិនបានណាឥឡូវនេះមែនទេណាមករឿងវត្ថុជននិងអរិយបុគ្គលអញ្ចឹងយើងរៀនព្យាយាមជ្រះថ្លានឹងអរិយបុគ្គលដោយសារយើងសិក្សាគុណអញ្ចឹងញាតិញោមមិនមែនសិក្សាពីអរិយបុគ្គលដល់ទៅលោកនឹងមានឫទ្ធិមកជួយយើងចេះចុះអានឹងមិនយល់គុណរបស់អរិយបុគ្គលទេឫទ្ធិខ្លាំងពូកែតាមពិតគ្មានអីអស្ចារ្យទេរៀនអូមអាមក្តាមដុតទៅអានឹងជាតែទៅអត់មានអីពិបាកទេទីរៀនស្នេហ៍រៀនស្នូករៀនមុនអាគមអូមអាមមានអីពិបាកអ្នកអារៀនលះនៅសេចក្តីអាក្រក់ផ្លូវចិត្តនេះទៅជារឿងលំបាកក្រៃលែងអញ្ចឹងបុគ្គលណាលះបាននៅអ្វីដែលលំបាកលះនឹងឯងទៅបានជាអរិយបុគ្គលយល់ទេឧទាហរណ៍ថាអ្នកណាខ្លាំងប៉កែទៅរៀនមុនអាគមអូមអាមធ្វើខ្សែកថាអីវាមានអីពិបាកឲ្យតែមានគ្រូទៅចេះចាអាយុនកថានោះប៉ុន្តែអ្វីដែលលំបាកលះគឺកិលេសផ្លូវចិត្តទៅព្រះសម្មាសម្ពុទ្ធឲ្យឈ្មោះព្រះអរិយបុគ្គលមិនមែនឲ្យទៅលើឫទ្ធិខ្លាំងពូកែទេគឺឲ្យទៅលើអ្នកណាលះកិលេសបានប៉ុណ្ណាមានឈ្មោះតាមការលះកិលេសណាអរិយមគ្គកើតនៅក្នុងចិត្តបុគ្គលណាបុគ្គលនោះឈ្មោះថាជាអរិយបុគ្គលដោយប្រតិបត្តិចេះប្រើឫទ្ធិហោះហើរតាំងពីមិនតាន់បានអរិយបុគ្គលប៉ុន្តែប្រតិបត្តិដែលចេះហោះចេះប្រើឫទ្ធិគឺនេះទៅញុះញង់ព្រះបាទអាជាទសតោដោយសារអីដោយសារទេវតតចេះឫទ្ធិទៅនឹងនិមិត្តធ្វើជាទេពកមាមួយហើយមានអសិរពឹសពាត់ជុំវិញមានពលឺស្វាងស្វ័យហោះទៅចុះពីមុខព្រះបាទអាជាសតោបានព្រះបាទជាសតោយល់ថាប្រតិបត្តិជាព្រះអរហន្តណាដែលរឿងព្រះបាទជាសតោជឿហ្នឹងដោយសារពេលហ្នឹងប្រតិបត្តិមានឫទ្ធិបើប្រតិបត្តិពេលហ្នឹងមិនមានឫទ្ធិអត់ជឿទេណាខ្លាចភ័យទៅបានទេវតតថាកុំខ្លាចអីយើងជាសាមណៈបានបាត់ពីអាពោះសិរពុះចេញពីកអស់ប្រែកាឡាមកជាទេវតតវិញហ្នឹងធ្វើឲ្យអាជាសតជឿរហូតញុះញង់ឲ្យសម្លាប់បៃតាហ្នឹងរឿងអីអញ្ចឹងគ្រាន់តែចេះរឹតខ្លាំងពូកែចេះហោះហើរដើរលើអាកាសចេះជប់នេះជប់នោះគ្មានបានឈ្មោះថាជាអរិយបុគ្គលទេវាទល់តែបុគ្គលឯណាបានលះនៅភាពសៅមងពីក្នុងចិត្តនេះដូចជាមិច្ឆាទិដ្ឋិជាដើមនឹងអស់ហើយទើបឈ្មោះថាជាអរិយបុគ្គលដែលគុណធម៌នេះមិនមែនត្រូវសន្សំមួយថ្ងៃទេច្រើនថ្ងៃច្រើនជាតិច្រើនកាប់ទើបសម្រេចគុណធម៌បានសម្រេចជាព្រះអរិយបុគ្គលនឹងអញ្ចឹងបានជានៅក្នុងគុណប្រសង្ឃដែលយើងសូត្រហ្នឹងវាមានក្នុងលក្ខណៈផ្សេងគ្នាយកប្រសង្ឃជាទីពឹងហ្នឹងជួនកាលយកទាំងមិនដឹងជាអញ្ញណាំងហ្នឹងគឺអត់ដឹងតែប្រសង្ឃមានគុណរបៀបម៉េចអត់ដឹងទេទី2ដឹងដែរប៉ុន្តែមិច្ឆាញាណังដឹងហុកដឹងថាប្រសងនឹងប្រកែជួយយើងឲ្យរស់ស៊ីមានបានចេះចោះអញ្ចឹងទៅណាវាសម្បូរនៅក្នុងរឿងហ្នឹងក្នុងពុទ្ធជនធម្មតាអញ្ចឹងព្រោះហេតុដូច្នោះហើយពុទ្ធជនទោះបីជាយកសង្ឃានុសតិយកមកចម្រើនរលឹកគុណប្រសងហ្នឹងមិនងាយញ៉ាំងសូម្បីឧបចារសមាធិឲ្យកើតឡើងបានឡើយឧបចារសមាធិគឺជាសមាធិដែលគៀកកាត់នឹងឈានណាសូម្បីតែត្រឹមប៉ុណ្ណឹងក៏មិនងាយកើតឡើងបានដោយសារអីមិនស្គាល់គុណប្រសងដោយពិតប្រាកដនិយាយពីប្រមោកលៀនហ្នឹងជួនកាលនឹកតែរឿងលោកអស្ចារ្យនិយាយពីព្រះសិរីបុត្រនឹកតែរឿងលោកមានបញ្ញាតែប៉ុណ្ណឹងប៉ុន្តែអ្វីដែលជាសារៈសំខាន់នៅក្នុងអរិយបុគ្គលគឺត្រង់ដែលលោកលះនៅភាពសៅមងនៅក្នុងចិត្តនឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គចែកអរិយបុគ្គលមាន18ហ្នឹងគឺដោយសារការលះអត់មានការបានទេអាការបានរឿងផ្សេងព្រះអរិយបុគ្គលអត់ស្មើគ្នាទេខ្លះ
បានសម្រាប់ជារិយបុគ្គលចេះហោះហើរដោយសារមានឈានខ្លះទៀតអត់មានទេប៉ុន្តែក៏ជាអរិយបុគ្គលដែរដូចជាព្រះរហន្តជាសុខវិបស្សកៈអីអញ្ចឹងលោកមានហោះហើរឯណាកើតដូចព្រះចក្របាលចក្របាលថេណាលោកមានភ្នែកទឹកណាមានតិចទឹកឯណាសាមញ្ញក្នុងជីវិតរបស់លោកដូចមនុស្សធម្មតាអញ្ចឹងប៉ុន្តែបានលៀងជំរះនៅភាពសៅហ្មងអំពីចិត្តសន្តានព្រះអង្គព្យាករថាជាព្រះអរហន្តក៏ប៉ុន្តែបើគ្រាន់តែបានឈានចេះហោះហើរអ្នកហោះនឹងចេះតាំងពីព្រះអង្គមិនបានត្រាស់ព្រះអង្គនៅជាតបោះបួសនៅក្នុងព្រៃចម្រើនឈានដោយក្នុងរឿងជាមួយនាងមុទុលក្ខណាអីហ្នឹងគឺថាចេះហោះប៉ុន្តែមិនមែនជាព្រះអរិយៈមិនមែនជាព្រះអរហន្តពីព្រោះបុគ្គលនឹងនៅតែត្រឡប់ចាញ់គេនេះចេះហោះមកដល់ឃើញប្រពន្ធស្ដេចល្អពេកជាប់ចិត្តនឹងប្រពន្ធគេទៅក៏ហោះលេងរួចទៅមកហោះទៅវិញដើរយល់អត់ហ្នឹងហើយអញ្ចឹងបានព្រះអង្គអត់បន្ទោសទេរឿងបុថុជននេះព្រះអង្គអត់មានបន្ទោសទេមានភិក្ខុស្រឡាញ់ប្រពន្ធគេសម័យព្រះអង្គអបសុកចង់សឹកព្រះអង្គនាំមកព្រះអង្គថាម៉េចទៅនិយាយអីប្រហែលភិក្ខុឯងនោះដែលថាមិនចាញ់ស្នាដៃរបស់កិលេសនោះសំបីមហាបរោះធ្លាប់ចម្រើនឈានហោះពីព្រៃមកក៏គង់មកដើរមកហោះទៅវិញដើរចាញ់ដៃកិលេសអញ្ចឹងព្រះអង្គអត់មានបន្ទោសមានតែការពន្យល់ណាមានតែការពន្យល់ព្រោះមនុស្សគ្មានពីណាចង់ឈឺដូចគ្រូពេទ្យចិត្តល្អអញ្ចឹងឃើញមនុស្សឈឺមិនមកដល់បន្ទោសមិនដៃឈឺខ្លាំងម៉េចបន្ទោសអញ្ចឹងហ៎ពុទ្ធគ្នាឈឺខ្លាំងហ្នឹងហើយបើវាអញ្ចឹងហ្នឹងណាមែនអត់ហ្នឹងហើយប៉ុន្តែថាយើងទៅតែធូររើបទៅតែធូរបន្តិចច្រើនទៅនឹងគេនេះមិនគួរធ្វើអញ្ចឹងសោះនោះមិនគួរធ្វើអញ្ចឹងសោះអាហ្នឹងមកពីអីមកពីយើងទៅតែសវាចាប់ធូរខ្លួនឯងលៀងជំរះបានបន្តិចចិត្តតែធំក្លិនគេប៉ុន្តែនៅពេលដែលស្វែងយល់ឲ្យខ្ពស់ទៅចិត្តហ្នឹងកាន់តែឡើងខ្ពស់ទៅគ្មានទៅជាមួយនរណាទេញាតិញោមធម្មជាតិខាងក្រៅយ៉ាងណាធម្មជាតិមនុស្សក៏ដូចគ្នាធម្មជាតិអំពៅវាមានជាតិផ្អែមធម្មជាតិបដូលពេជ្រវាមានជាតិល្វីងយើងទៅបង្ខំបដូលពេជ្រឲ្យទៅផ្អែមដូចអំពៅមិនបានជាដាច់ខាតយ៉ាងណាមិញនៅក្នុងមនុស្សយើងក៏អញ្ចឹងដែរបើសន្តានអាក្រក់វាកើតមកក៏ជារឿងធម្មជាតិណាវាអត់មានត្រូវបន្ទោសទេមានតែការបញ្យល់ទៅបានប្រមាណក៏ប៉ុណ្ណឹងមួយទៀតព្រះអរិយបុគ្គលលោកមិនដាច់សិលព្រោះហេតុតែកិត្តិយសទេយើងជួនកាលយើងអត់ជាប់ចិត្តទេជាមួយទ្រព្យសម្បត្តិខ្ញុំមិនសុខចិត្តដោយសារទ្រព្យសម្បត្តិហើយដាច់សិលអាហ្នឹងអាចបានចំណុចហ្នឹងប៉ុន្តែមួយទៀតពាក់ព័ន្ធជាមួយកិត្តិយសជាមួយកិត្តិយសឧទាហរណ៍ធ្លាប់ធ្វើអាក្រក់អីបានធ្វើអាក្រក់អីដល់គេសួរមែនទេថាបានធ្វើអត់ខ្លាចអាប់អន់កិត្តិយសក៏ឆ្លើយថាអត់ធ្វើទេខ្ញុំអត់ធ្វើទេតែព្រះអរិយបុគ្គលមិនដើម្បីការពារកិត្តិយសលាក់បាំងឬក៏កុហកអ្នកដទៃទេឃើញទេជារឿងដែលយើងលំបាកធ្វើណែអ្វីដែលយើងលំបាកធ្វើលោកធ្វើបាននឹងឯងបានជាលោកជាបុគ្គលកម្រិតលើយើងមួយទៀតសិលថ្មបញ្ញនិយាយដល់សិលខ្ពស់ទេគឺសិល5ហ្នឹងមួយចំណុចទៀតគឺមិនដើម្បីញាតណាទ្រព្យសម្បត្តិកិត្តិយសញាត3ណាទី3ញាតយើងរក្សាសិលល្អប៉ុន្តែនៅពេលដែលកូនឈឺនៅពេលដែលញាតឈឺឧទាហរណ៍តែត្រូវការថ្នាំយកឈាមសត្វអីយកមកធ្វើនៅស្រុកខ្មែរគេច្រើនយកឈាមតកែអីមកធ្វើថ្នាំឃើញទេអីគឺថាបើមិនយករបស់ហ្នឹងយកមកធ្វើថ្នាំទេណាសម្រាប់សត្វហ្នឹងយកមកធ្វើថ្នាំទេយកអាញីមកស្រាំស្រាយត្រូវទៅសម្រាប់សត្វអីយកមកធ្វើយ៉ាងទេជាបាកូនអត់ជាអញ្ចឹងសុកចិត្តដាច់សិលតែអរិយបុគ្គលលោកអត់មានចំណុចហ្នឹងទេត្រឹមញាតហ្នឹងក៏មិនមកកំឡាលោកឲ្យលោកដាច់សិលនឹងដែរចំណុចទី4អវយវៈឧទាហរណ៍គេគម្រាមថាបើមិនផឹកស្រាមួយកែវហ្នឹងទេគេកាត់ដៃមកខាងយើងព្រមដាច់ដៃឬក៏ព្រមផឹកស្រាបើមិនផឹកមួយកែវហ្នឹងទេគេកាត់ម្រាមដៃមួយមិនដល់ដៃមកខាងទេបើមិនផឹកទេគេចាប់កោតងោលអញ្ចឹងចាស់ផឹកឯងផឹកឯងបទជនប៉ុន្តែព្រះអរិយបុគ្គលលោកមិនព្រមធ្វើឡើយការដែលលោកមិនព្រមធ្វើមិនមែនអ្នកណាបង្ខំឡើយបើយើងគិតទៅមានឈួតអញ្ចឹងគាត់ថាបើស្រាមួយកែវមិនផឹកសោះសុកចិត្តដាច់ដៃមកខាងមកពីលោកឃើញថាក្នុងលោកនេះសូម្បីតែជីវិតក៏មិនថ្លៃប្រហែលសិលដែរបថាព្យាអេករជាអ្នកសក្យមនីនវាអីទៀតសัพពលោកាធិបច្ចេអ្នកសោតាបតិផលង្វរៈនៅក្នុងហរតិរបស់សោតាបត្តបុគ្គល
សូម្បីគេឲ្យសម្បត្តិជាឯករាជ្យលើផែនដីទាំងមូលជាស្ដេចនៅលើលោកទាំងមូលនេះក៏លោកមិនឃើញថាសម្បត្តិនឹងប្រសើរស្មើនឹងសោតាបត្តមៈដែរឬក៏ភាពជាធំលើលោកទាំងមូលឬក៏ដំណើរទៅការស្ថានសួគ៌មិនមែនជាទិសដៅរបស់លោកទេរឿងអីមកគិតត្រឹមដៃជើងអវយវៈប៉ុណ្ណឹងសូម្បីឲ្យសម្បត្តិមកពិភពលោកឬក៏ទាំង